ចៅអានហ៊ឺសូមគោរពលោកយាយចាសួស្ដីលោកបងជួបលោកយាយលើកទី1នេះជាកាដូដែលចៅរៀបចំជូនលោកយាយកាដូជូនយាយហេសចាសលោកយាយចៅមិនដែលជួបលោកយាយតាំងពីតូចទើបបានត្រឹមគូតាមការស្រមៃតែពេលជួបផ្ទាល់ថ្ងៃនេះលោកយាយចិត្តល្អនិងកក់ក្ដៅជាងការស្រមៃរបស់ចៅទៅទៀតនេះចៅគូផ្ទាល់ដៃអេសគូបានស្អាតណាស់ចាសលោកគ្រូនៅឯស្រុកតែងសរសើរថាចៅឆ្លាតណាស់ណាសំណាងហើយដែលខ្ញុំចូលចិត្តអានរឿងក្មេងគួរឲ្យស្រឡាញ់អវៈធ្វើរកក្មេងនេះប្រើបានគ្រប់សម័យកាលមកក្មេងល្អលំបាកចៅហើយដែលមានទឹកចិត្តបែបនេះចៅកំសត់របស់យាយរងទុក្ខលំបាកនៅក្រៅច្រើនណាស់ទម្រាំបានមកផ្ទះវិញតែយាយបែរជាគ្មានកាដូឲ្យចៅទៅវិញមេកាទៅយកត្បូងយកពណ៌របស់ខ្ញុំនៅក្នុងឃ្លាំងមកលោកជំទាវចាស់រឿងនេះគួរតែរងចាំលោកម្ចាស់និងលោកស្រីត្រឡប់មកវិញសិនមុនសម្រាប់ចិត្តទៅទៀននោះជារបស់បណ្ណាការដែលលោកជំទាវរក្សាទុកណាកាលមុនអ្នកនាងទី3សុំក៏លោកជំទាវមិនដាច់ចិត្តឲ្យដែរអញឲ្យកាដូទៅចៅខ្លួនឯងត្រូវការឲ្យទាសករដូចអញអនុញ្ញាតដែរអីទៀនប្រាស់មិនហ៊ានទេទៀនឆាប់ទៅយកមកគុំរៃកអួលអានហើនេះជាបងប្រុសបង្កើតរបស់ចៅឆាប់ទៅនិយាយលេងជាមួយបងទៅលោកបងអូនក៏មានកាដូជូនលោកបងដែរជារូបសេះចូលចិត្តអត់ចាយន្តយានច្បងយន្តអានហ៊ឺ2ឆ្នាំសេះមួយនេះគឺម្ដាយរបស់ពួកគេឆ្លាក់ឲ្យគេផ្ទាល់ដៃមិនបាច់ទេខ្ញុំមិនចូលចិត្តលោកយាយចៅរៀងមិនស្រួលខ្លួនសុំទោសសុំត្រឡប់ទៅបន្ទប់សម្រាកសិនហើយប្អូនស្រីបងសុំទោសនៅក្នុងភូមិគ្រឹះនេះបងមិនអាចការពារអូនបានទេនៅឲ្យឆ្ងាយពីបងទើបមានសុវត្ថិភាពអានហើឆាប់ពាក់ទៅមើលឲ្យយាយមើលតិចមើលថាស្អាតអត់អរគុណលោកយាយអានហ៊ឺចូលចិត្តណាស់ចាក្មេងនេះមុខមាត់ដូចឪពុកវិការនៅក្មេងបេះបិទមើលទៅកាត់រកឪពុកជាងយឺតយ៉ាវទៅទៀតលោកយាយយឺតយ៉ាវរីថាបងស្រីមកដល់ហើយនេះច្បាស់ជាបងស្រីហើយមែនទេស្អាតណាស់នេះហើយជាប្អូនស្រីចុងខ្ញុំអ្នកនាងទី3កាលីបខ្លាញ់តាមពិតកើតពីប្រពន្ធចុងសោះគ្រាន់តែក្រោយមកបានឡើងធំនាងប្រកាសជាខ្លាចខ្ញុំត្រឡប់មកវិញណាស់ហើយលោកយាយពេលនេះបងស្រីមកវិញហើយតើលោកយាយឈប់ស្រឡាញ់យឺតយ៉ាវទេថ្ងៃមុខនៅទីនេះច្បាស់ជាលែងមានអ្នកណាអាណិតស្រឡាញ់យឺតយ៉ាវទៀតហើយសម្ដែងធ្វើកំសត់បានសាហាវហ្មងលោកយាយអានហ៊ឺគ្មានម្ដាយទៀតទេថ្ងៃមុខលោកយាយនឹងស្រឡាញ់អានហ៊ឺដែលត្រូវទេចាអានហ៊ឺនឹងធ្វើជាក្មេងល្អអញសម្ដែងអញក៏សម្ដែងឲ្យតែអញពូកែធ្វើកំសត់ជាងអញធ្វើអីអញលែងចេញហើយបានថ្ងៃមុខចៅទាំងពីរសុទ្ធតែជាគ្រាប់ពេជ្រក្នុងត្រកូលរបស់យើងលោកយាយស្រឡាញ់ទាំងពីរអ្នកថ្នាក់ថ្នមទាំងពីរអ្នកលោកយាយលំអៀងណាស់បងស្រីមានកាដូយឺតយ៉ាវក៏ចង់បានដែរអូនកុំតន់អន់ចិត្តអីបងក៏មានកាដូសម្រាប់អូនដែរនេះជាផ្កាដែលបងបេះផ្ទាល់ដៃនៅឯស្រុកស្រែស្អាតណាស់ណាប្អូនកើតអីហ្នឹងផ្ដាសាយមែនអ្នកនាងទី3តែងតែអាឡែស៊ីនឹងលំអងផ្កាអ្នកនាងទី2អាយុប៉ុណ្ណេះសោះមិនក៏ចិត្តអាក្រក់ម្លេះសុំទោសប្អូនស្រីបងពិតជាមិនដឹងមែនចៅចង់ឯងត្រឹមជាទាសករអ្នកណាឲ្យសិតឯងមកចង្អុលមុខចៅហ្វាយនេះសូម្បីតែអញក៏មិនដឹងថាយឺតយ៉ាវអាឡែស៊ីផ្កាដែរចុះតម្រាំអានហ៊ឺទើបតែមកដល់ក្នុងភ្នែកឯងនៅមានពួកអញជាចៅហ្វាយនេះទៀតអត់ខ្ញុំគិតថាក្មេងស្រីសុទ្ធតែចូលចិត្តផ្កាទើបខំតាំងចិត្តបេះយកមកជូនប្អូនស្រីសូមអ្នកនាងទី2មេត្តាអភ័យទោសផង
អ្នកនាងទី3សុខភាពខ្សោយតាំងពី